ក្នុងមេដកលេខ29និយាយពីរឿងរាហូអសរិននឹងចំណែននឹងប្រច័នមនុស្សទេវតាតែងតែស្រឡាញ់ពេលប្រច័នរះមានពលឺភ្លឺមកផែនដីអីចឹងទៅចិត្តនឹងគុំគួនចង់ធ្វើម៉េចឲ្យប្រច័ននឹងអបរស្មីទៅហើយអាងទៅខ្លួនឯងធំក៏ហាមាត់ដើម្បីលេបប្រច័ននឹងចូលទៅនៅលើឋានប្រច័ននឹងមានទេវបុត្រមួយថែរក្សាប្រច័ននឹងឈ្មោះចន្ទមៈទេវបុត្រឬក៏យើងហៅថាចន្ទទេវបុត្រចន្ទទេវបុត្រនឹងភ័យដោយសាររាហូនឹងធំលេបខ្លួនទៅស្លន់ស្លោប៉ុន្តែធ្លាប់បានទទួលត្រៃសរណគមយកពុទ្ធពធព្រះសង្ឃជាទីពឹងទីលឹកក៏សូត្រគាថានឹកដល់ព្រះអង្គសូត្រថាអ្នកមោទេពុទ្ធវិរត្ថុវុបមុតតោសិសព្ពធិសម្ពាធបដិបណ្ណោស្មិតាសមេសរណង្ភវេប្រែថាបបិទ្ធប្រពុតអ្នកមានសេចក្តីព្យាយាមកិរិយានមស្ការថ្វាយបង្គំរបស់ខ្ញុំចូលមានដល់ព្រះអង្គរួចស្រឡះចាកធរទាំងពួងមានខណ្ឌនិងអាយតនៈជាដើមខ្ញុំព្រះអង្គបានដល់នៅគ្រោះថ្នាក់ដ៏ចង្អៀតហើយសូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជ្រាបពីពាក្យរំលឹកគុណរបស់ចន្ទទេវបុត្រហ្នឹងក៏ត្រាស់នឹងរាហូព្រះអង្គសម្ដែងថាតថាគតាំងអរហន្តੰចន្ទិមាសរណង្កតោរាហុចន្ទាំងបមុញ្ចសៈពុទ្ធាលោកានុកម្មបកាប្រែមកវិញថាចន្ទទេវបុត្របានដល់នៅតថាគតជាព្រះអរហន្តជាទីពឹងហើយមនារាហូអ្នកចូលលែងចន្ទទេវបុត្រនោះទៅព្រះសម្មាសម្ពុទ្ធទាំងឡាយតែងទ្រង់អនុគ្រោះដល់សត្វលោកគាត់ព្រះអង្គមានពុទ្ធដីកាប៉ុណ្ណឹងរាហូញ័រទៅត្រឹកបលែងចន្ទទេវបុត្រហើយរត់ទៅរកឪពុកមាឈ្មោះវេបចិត្តអសរិនហ្នឹងអញញ័រឪពុកមានោះក៏សួរថាចុះមានរឿងអីគួរអញញ័រអញ្ចឹងរាហូបាទរាហូនឹងប្រាប់ថាចន្ទទេវបុត្រសូត្រគាថារំលឹកគុណពុទ្ធចំពោះទូមគុំហើយបើខ្ញុំមិនលែងទេក្បាលខ្ញុំនឹងបែកជា7ភាគហើយបើខ្ញុំរស់ក៏រស់បានសុខដែរនឹងជាអានុភាពនៃការរំលឹកគុណព្រះសម្មាសម្ពុទ្ធនៅពេលដែលមានគ្រោះភ័យញាតិញោមអាចរំលឹកគុណព្រះអង្គបុណ្យកុសលដែលកើតនៅក្នុងចិត្តហ្នឹងអាចជួយការពារភ័យបានខ្លះដែរ